បាទជំរាបសួរបងប្អូនកាលពីថ្ងៃទី30ខែកញ្ញាក្រុមការងារមេឈើក៏ដូចជាលោកគ្រូផល្លាបានចុះទៅដល់ស្រុកបាគងខេត្តសៀមរាបទៅជួបនេះអូនតូចនេះបងប្អូនហើយមើលសាច់ឈាមគាត់បើថាដៃគាត់ទេប៉ិនមានដៃខ្ញុំនៅកំពុងនិយាយទៅកាន់បងប្អូនហ្នឹងហើយយើងក៏បានសួរនាំទៅម្ដាយនោះគាត់មានជំងឺការពីឆ្លងទៅលេគាត់នោះពេទ្យគេថាគេបំរុងនឹងកាឡាភ្លើងមិនខ្ញុំអត់សូវដឹងទេអាក្បួនខ្មែរយើងណាបងប្អូនហើយគាត់គ្មានទឹកដោះគ្មានអីហើយក៏លេចទៅមើលជីវភាពនោះគឺអត់ណាស់ខ្សត់មែនតើប្តីនោះដើរលុបខ្ទឹមមួយថ្ងៃទៅតាមការរៀបរាប់មួយថ្ងៃបានដល់50គីឡូទេហើយមើលទៅពិបាកបងប្អូនហ្នឹងហើយខាងលោកគ្រូខាងមេឈើក៏បានជួយឧបត្ថម្ភលើផ្នែកទឹកដោះគោហើយឃើញថាបានទឹកដោះគោទៅបើមែនតើខំប្រឹងបើដោយសារតែអត់ហ្នឹងហើយបានធ្វើឲ្យសាច់ឈាមគ្នានឹងវាគ្មានសាច់គ្មានឈាមគេហ្នឹងហើយបងប្អូនបាទបងប្អូនហ្នឹងហើយបន្ទាប់ពីពិនិត្យស្ថានភាពខាងមេឈើក៏ដូចជាលោកគ្រូផល្លាក៏បានជួយឧបត្ថម្ភគ្រប់គ្រងលើផ្នែកទឹកដោះគោនឹងរយៈពេល2ឆ្នាំទៅកាន់អូនតូចនឹងហើយសង្ឃឹមថាបន្ទាប់ពីមួយខែក្រោយមកអាចនឹងមានសាច់មានឈាមឡើងវិញហើយបងប្អូនអរគុណច្រើន